ព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់កំពុងផ្ទុះល្បីក្នុងបណ្ដាញសង្គម Facebook ព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់ទី1គឺពាក់ព័ន្ធជាមួយនឹងឯកឧត្តមជួននរិនដាក់បទបញ្ជាថ្មីរឿងកែច្នៃស៊ីម៉ាំងយានយន្តនេះគ្រប់ប្រភេទពាក់ព័ន្ធជាមួយនឹងករណីនៃការកែច្នៃស៊ីម៉ាំងមធ្យោបាយគ្រប់ប្រភេទនៅថ្ងៃទី30ខែឧសភាឆ្នាំ2025នេះឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហោះសារនៅក្នុងគណនី Facebookភ័យផ្លូវការរបស់ឯកឧត្តមដោយបានចេញប័ណ្ណបញ្ជាដែលមានខ្លឹមសារបែបនេះថាខ្ញុំបាទសូមគោរពជម្រាបជូនដល់បងប្អូនមួយចំនួនតូចដែលចូលចិត្តកែច្នៃស៊ីម៉ាំងមធ្យោបាយគ្រប់ប្រភេទដែលបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋជាពិសេសម៉ូតូធំសូមបញ្ឈប់ចាប់ពីពេលនេះតទៅបាទខ្ញុំសង្ឃឹមយ៉ាងមុតមមថាបងប្អូននឹងចូលរួមការស្នើសុំខាងលើដោយភ្ញាក់រលឹកទាំងអស់គ្នាបាទតើលោកពុកអ្នកម៉ែបងប្អូនគាំទ្រទេបាទពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់សំខាន់ទី2វិញគឺតាក់ទងជាមួយនឹងលោកហងសំណាងត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីថតវីដេអូពាក់ព័ន្ធជាមួយនឹងកងទ័ពកាលពីពេលថ្មីកន្លងទៅនេះគឺលោកហងសំណាងដែលជាអ្នកកាសែតម្នាក់ដែលរស់នៅខេត្តស្វាយរៀងនោះដែលជាអ្នកផលិតវីដេអូដោយយកមនុស្សនៅខេត្តស្វាយរៀងមកសម្ដែងធ្វើជាយោធាហើយវាយប្រហារលើកងទ័ពខណៈដែលកងទ័ពកំពុងតែប្រឈមមុខជាមួយនឹងសត្រូវជ្រៀនពៀនមិនមែនជាការរិះគន់នោះទេធ្វើឲ្យមហាជនសម្ដែងនឹងការខកចិត្តជាខ្លាំងចំពោះបុគ្គលដែលមានឈ្មោះថាហងសំណាងខាងលើនេះក្រោយពីលោកហងសំណាងបានធ្វើការបង្ហោះនៅវីដេអូដែលពាក់ព័ន្ធជាមួយនឹងកងទ័ពមិនបានប្រមាណផងក៏បានចេញវីដេអូសុំទោសផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមប្រភពច្បាស់ការពីសមត្ថកិច្ចបានដឹងថានៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025នេះសមត្ថកិច្ចបានឃាត់ខ្លួនហងសំណាងនិងបកពួក2នាក់ទៀតនៅខេត្តស្វាយរៀងនិងកំពុងនាំខ្លួនមកកាន់រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលហងសំណាងនិងបកពួក2នាក់ទៀតបានផលិតវីដេអូពាក់ព័ន្ធនឹងស្ថាប័នកងទ័ពសមត្ថកិច្ចស្រុកកំពង់រោនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកំពុងរៀបចំបញ្ជូនអ្នកទាំង3នាក់នេះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់នេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook ផ្លូវការរបស់លោកកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025ព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់សំខាន់ទី3គឺពាក់ព័ន្ធជាមួយនឹងស្នងការខេត្តកំពតថាមិនលើកលែងនោះទេករណីវាយគ្នានៅទំនប់ទឹកនៃស្រុកឈូកនៅខេត្តកំពតយោងតាមការចុះផ្សាយរបស់ផេកស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025បានលើកឡើងថាហូបអីបានជាម្នាក់កាយកាចយ៉ាងនេះនៅពេលមកដល់ស្នងការដ្ឋាននឹងសួរក្រុមនេះឡើងវិញករណីវាយគ្នានៅទំនប់ទឹកភូមិត្រពាំងបឹងឃុំត្រម៉ែងស្រុកឈូកជាបឋមឃាត់បាន6នាក់សូមកោតសរសើរដល់លោកអធិការស្រុកឈូកនិងសហការីទាំងអស់ជាក់ស្ដែងត្រូវយកមកតាំងពីម្សិលមិញតែដោយសារតែហួសម៉ោងរដ្ឋបាលករណីនេះគ្មានការលើកលែងនោះទេគឺកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រោះថាគ្មានគ្រូបាអាចារ្យណាប្រដៅបានទៀតទេមកមៀចចង់សាកភ្លើង